តែកលឹះសំខាន់មួយនៃការតាក់ទាញគឺធនធានមនុស្សត្រឡប់មកវិញបើគ្មានធនធានមនុស្សទេកុំថាកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អកុំថាកម្ពុជាចង់ចុះភ្លើងទៅ0ក៏អត់មានគេមកទៅដែរតែដោយសារការខិតខំប្រឹងប្រែងនៅក្នុងការប្រដៅបដាលទុនធានមនុស្សរបស់យើងហើយការបត់បែននៃការប្រដៅបដាលនេះដែលអាចឲ្យយើងទាញយកបង្កើតភាពតាក់ទាញរបស់យើងទោះបីជាហេដ្ឋារចនាសម្ព័ន្ធរបស់យើងមួយចំនួនមិនទាន់មានភាពប្រកួតប្រជែងដោយប្រទេសផ្សេងក៏ដោយប្រព័ន្ធ logistics របស់យើងបើប្រៀបធៀបជាមួយប្រទេសមួយចំនួនយើងនៅមានកម្រិតតម្លៃភ្លើងតម្លៃមួយចំនួនប៉ុន្តែទុនធានមនុស្សរបស់យើងមិនមែនទុនធានមនុស្សដោយសារតម្លៃថោកកម្លាំងពលកម្មថោកទេបើយើងនិយាយពីតម្លៃកម្លាំងពលកម្មប្រាក់បៀវត្សបរិមាណរបស់យើងខ្ពស់ជាងបណ្ដាប្រទេសច្រើនណាស់ដែលប្រកួតនៅក្នុងវិស័យផ្សេងបង់ក្លាដេសស្រីលង្កាសូម្បីតែនៅប្រទេសវៀតណាមនៅតំបន់មួយចំនួនក៏ប្រាក់ទាបជាងយើងដែរប៉ុន្តែផលិតភាពរបស់យើងបាទដែលអាចឲ្យយើងប្រែក្លាយពីគ្រាន់តែកាត់ដេរបឋមឥឡូវអាចកាត់ដេរដល់ brand អាចធ្វើទៅដល់អានេះខ្ញុំនិយាយក្នុងវិស័យនាំចេញបង្គំអគ្គិសនីយើងអាចធ្វើទៅដល់កង់ឡាននាំចេញទៅរាប់លានយើងអាចធ្វើទៅដល់គ្រឿងអលង្ការធ្វើទៅដល់គ្រឿងសង្ហារឹមប៉និតមកពីអ៊ីតាលីដោយសារគុណភាពទឹកដៃនិងផលិតភាពរបស់ប្រជាពលរដ្ឋរបស់យើងគ្រប់ឬនៅអត់ទាន់គ្រប់ទេយើងត្រូវបន្តទៅទៀត